មានតែឆ្ងល់អត់ហេតុអីបានជាមនុស្សសម្រាប់សត្វសត្វសម្រាប់មនុស្សមិនថាមនុស្សឬក៏សត្វទេគឺតែងតែមានកម្មជាប់ជំពាក់គ្នាពីជាតិមុនឬក៏ជាតិនេះនិងបច្ចុប្បន្ននេះផ្ទាល់ថ្ងៃហ្នឹងគឺខ្ញុំនឹងលើកយកនិយាយអំពីច្បាប់កម្មពៀដែលជំពាក់គ្នាវិលជុំដែលគ្មានថ្ងៃបញ្ចប់ហើយខ្ញុំនឹងលើកយកនិយាយអំពីរឿងប៉ិតមួយដែលពាក់ព័ន្ធជាមួយនឹងឆ្មាហើយនឹងពូម្នាក់ឧទាហរណ៍ថាមានថ្ងៃមួយគឺមានពូម្នាក់គាត់រស់នៅយ៉ាងសុខសាន្តគាត់មានគ្រួសារមួយដែលសមរម្យគឺគាត់អត់ដែលមានបញ្ហាជាមួយអ្នកណាទេរៀងរាល់ថ្ងៃសិលគឺគាត់តែងទៅវត្តជានិច្ចគាត់គឺជាមនុស្សដែលផ្ដល់ស្នាមញញឹមដល់អ្នកភូមិទាំងឡាយដែលនៅក្បែរគាត់ជាមនុស្សដែលចិត្តល្អប៉ុន្តែជីវភាពរបស់គាត់គឺអត់សូវមានទេគឺគាត់មកល្មមមកមជ្ឈុំមានថ្ងៃមួយគឺមានឆ្មាណាថាមមួយដែលចូលមកផ្ទះគាត់ហើយលួចថៃបង្គាត់ដែលបានអាំងទុកលួចលើកទី1គឺគាត់អត់និយាយអីទាំងអស់គឺគាត់បើកចិត្តទលាយគឺគាត់គ្រាន់តែថាឲ្យមួយម៉ាត់ពីរម៉ាត់ទេប៉ុន្តែគាត់គឺអត់បានប៉ះពាល់ឆ្មានឹងទេជារៀងរាល់ថ្ងៃរាល់ពេលដែលគាត់អាំងថៃទុកឬក៏សាច់អីគឺឆ្មានឹងគឺតែងតែលួចបង្គាត់ទេប៉ុន្តែចែកដនអីមានថ្ងៃមួយគឺគាត់បានអាំងម្ហូបទុកថៃអាំងគាត់អាំងទុកនៅលើចង្ហាន់ពេលហ្នឹងគាត់លើកចេញពីកងើកភ្លើងទុកនៅក្នុងចានធម្មតាហើយគាត់ក៏បានចេញទៅក្រៅទៅវាខ្សែទៅស្ទូងទៅអីអញ្ចឹងណាស្រាប់ថ្ងៃហ្នឹងគឺគាត់ហត់ខ្លាំងមែនទែនហ្មងគាត់ហត់ខ្លាំងណាស់ហើយគាត់នឹកស្មានថាពេលទៅដល់ផ្ទះវិញគឺគាត់នឹងបានថៃញ៉ាំឆ្ងាញ់ជុំជាមួយនឹងគ្រូសាគាត់តែចៃដនអីនៅពេលហ្នឹងគឺគាត់បានទៅដួសបាយធម្មតាគាត់ក៏បានទៅបើកថៃបន្គាត់មើលឆ្មាកំពុងតែស៊ីថៃបន្គាត់ថ្ងៃហ្នឹងគឺគាត់ខឹងខ្លាំងមែនទែនហ្មងគាត់ទប់អារម្មណ៍បន្គាត់អត់បានទេគឺគាត់ក៏ចាប់ឆ្មាហ្នឹងដឹងគាត់ធ្វើអីអត់អ្នកទាំងអស់គ្នាគាត់បានកាត់ដៃកាត់ជើងឆ្មាហ្នឹងដែលបានសម្លាប់ឆ្មាហ្នឹងឯងនិយាយទៅឆ្មាហ្នឹងគឺឆែកយ៉ាងវេទនាបំផុតហ្មងឈាមពះពេញនៅលើហ្នឹងហើយឆ្មាហ្នឹងគាត់ទុកនៅហ្នឹងគាត់យកបោះទៅក្រៅកំហឹងបានគាត់មួយឆាវបងប្អូនអ្នកគ្នាមិនដឹងអត់ថានឹងមានរឿងអីកើតឡើងបន្ទាប់នៅពេលមួយប្រពន្ធគាត់ក៏បានពុះធំពេលមើលទៅអេកូទៅគឺជាកូនស្រីប៉ុន្តែអេកូហ្នឹងគឺអត់ដឹងទេថាកូនហ្នឹងកាយសម្បទាគ្រប់គ្រាន់ឬក៏អត់ប៉ុន្តែជាក់ស្ដែងដែលកូនហ្នឹងកើតមកមានដឹងមានរឿងអីកើតឡើងអត់កូនហ្នឹងក៏បានកវត្តដៃកវត្តជើងពេលដែលកូននឹងកើតមកគឺគាត់ភ្ញាក់ខ្លួនព្រើតហ្មងគាត់ថានេះគឺជាកម្មពៀផាន់គាត់ដែលគាត់បានកាត់ដៃកាត់ជើងឆ្មាហ្នឹងទាំងរស់ដែលបានសម្លាប់វាហើយដល់ពេលហើយគាត់គឺមានការសោកស្ដាយជាខ្លាំងគាត់ក៏បានប្រាប់បញ្ហាហ្នឹងទៅដល់កូនគាត់ហើយនឹងក្រុមគ្រួសារគាត់ហើយគាត់ក៏បានស្រក់ទឹកភ្នែកមែនតែនហ្មងគាត់អាណិតកូនគាត់ខ្លាំងហើយគាត់ក៏នឹកឃើញឆ្មាហ្នឹងនឹកឃើញពីកម្មពៀដែលគាត់បានសាងទៅលើឆ្មាហ្នឹងហើយនៅពេលដែលយើងធ្វើអញ្ចឹងមិនត្រឹមតែធ្លាក់ទៅលើក្រុមគ្រួសារដែលយើងបង្កឡើងផ្ទាល់ទេនៅពេលដែលអ្នកទាំងអស់គ្នាបានសាងអ្វីមួយនៅពេលដែលយើងស្លាប់ទៅជាតិហ្នឹងយើងគឺបានកាប់ដៃកាប់ជើងវាអញ្ចឹងនៅជាតិក្រោយឆ្មាហ្នឹងក៏ចាប់ជាតិខ្លាចជាមនុស្សក៏កាប់ដៃកាប់ជើងយើងដូចគ្នាអញ្ចឹងកម្មពៀគឺវិលជុំនៅនឹងហ្មងគ្មានថ្ងៃបញ្ចប់ឯលើកលែងតែមានពាក្យថាអហោសកម្មឲ្យគ្នាទៅវិញទៅមកដែលអត់ចង់ចោទចម្ពាក់ទៀតអញ្ចឹងគាត់គឺបានសាងបុណ្យរៀងគ្រប់គ្រាន់នៅជាតិហ្នឹងនៅជាតិក្រោយគាត់ក៏បានកើតមកជាមនុស្សធម្មតា
ហើយឆ្មាហ្នឹងក៏កើតជាមនុស្សដែរប៉ុន្តែជាចែកដនអីពូហ្នឹងក៏រស់នៅពេលបច្ចុប្បន្នហើយឆ្មាហ្នឹងក៏រស់នៅពេលបច្ចុប្បន្នហើយគាត់ក៏ត្រូវបានគ្រូថ្នាក់ដោយសារតែឆ្មាហ្នឹងដែលចាប់ជាតិជាមនុស្សហ្នឹងគឺបានបើកបុកគាត់ហើយគាត់ក៏ត្រូវបានប្រកាសដៃប្រកាសជើងមកដល់បច្ចុប្បន្ននិយាយទៅមិនថាយើងធ្វើអ្វីទេគឺកម្មពៀតែងតែវិលជុំជាប់ជំពាក់គ្នាដូចថាយើងធ្វើបាបគេជាតិហ្នឹងឆ្មាហ្នឹងធ្វើបាបជាតិហ្នឹងធ្វើបាបយើងវិញអញ្ចឹងដល់ពេលពូហ្នឹងគាត់ពិការហើយនៅជាតិហ្នឹងឆ្មាហ្នឹងគាត់មកសងជាតិគ្នាអញ្ចឹងណាដល់ពេលហើយនៅជាតិក្រោយពូហ្នឹងក៏គាត់ចោតចម្ពាក់វិញណារបៀបអញ្ចឹងក៏បានឆ្មាហ្នឹងក៏ត្រូវគាត់ធ្វើឲ្យគ្រូថ្នាក់ដូចគ្នាអញ្ចឹងណានិយាយទៅកម្មពៀគឺវល់ជុំហ្មងអូខេវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេអូខេបាយបាយ